សូមគោរពនិងជំរាបសួរអតិថិជនដែលកំពុងតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំសូមណែនាំនៅប្រភេទ motor បូមទឹក solar ដាក់លើគោកប្រភេទ DC សុទ្ធដែលវាមានកម្លាំង2សេសឬកម្លាំង 1500 វ៉ាត់ដែល motor នេះផងដែរយើងធ្វើការដំឡើងជាមួយនឹងផ្ទាំង solar ចំនួន4ផ្ទាំងដែលវាមានកម្លាំង580 វ៉ាត់ជាមួយនឹងកញ្ចក់សងខាងហើយ motor នេះវាមានទំហំសយោទឹកចេញឬទឹកចូលទំហំ80ឬ3អ៊ីងដែលវាអាចធ្វើការបូមទឹកបានបរិមាណរហូតទៅដល់56ម៉ែត្រគីបក្នុង1ម៉ោងលក្ខណៈពិសេសរបស់ motor នេះផងដែរគឺវាអាចធ្វើការបូមទឹកបានបរិមាណច្រើនមិនថាទឹកស្ទឹងទឹកបឹងទឹកព្រែកទឹកស្រះឬប្រភេទទឹកទន្លេនោះទេហើយកម្លាំងរបស់វាអាចធ្វើការរុញបានចម្ងាយឆ្ងាយរហូតទៅដល់300ម៉ែត្រស័ក្តិសមសម្រាប់អតិថិជនដែលមានតម្រូវការស្រោចស្រពច្រើនមិនថាចម្ការដំណាំផ្សេងនោះទេព្រោះថា motor នេះវាជួយសន្សំសំចៃថវិកានិងពេលវេលារបស់លោកអ្នកបានច្រើនផងដែរយើងក៏មានការធានាបន្ថែមរយៈពេល1ឆ្នាំទៅលើប្រភេទ motor និងរយៈពេល10ឆ្នាំទៅលើពន្លឺចំពោះប្រភេទទាំង solar ផងដែរ